គ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីធ្វើការចែកម្លែកទៅកាន់បងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើកប្រធានបទមួយមានន័យថារាប់ចំនួនបុគ្គលិកទៅតាមឆ្នាំបាទនៅក្នុងចំណុចនេះខ្ញុំសូមចង់បញ្យល់បន្តិចដោយសារតែយើងបុគ្គលិកយើងមានច្រើនហើយយើងចង់ដឹងថាតើពួកគាត់កើតនៅក្នុងឆ្នាំណាខ្លះហើយអ្នកដែលកើតនៅក្នុងឆ្នាំទាំងអស់នោះមានចំនួនប្រមាណអ្នកអញ្ចឹងឧទាហរណ៍ថាខ្ញុំមានបុគ្គលិកចំនួន20នាក់ហើយមានឧទាហរណ៍អ្នកកើតនៅក្នុងឆ្នាំ1998 2នាក់អ្នកកើតនៅឆ្នាំ1999 5នាក់អ្នកកើតនៅក្នុងឆ្នាំ1997 3នាក់អីអញ្ចឹងណាមានន័យថាយើងរកចំនួនបែបហ្នឹងអញ្ចឹងថាតើនៅក្នុងការប្រើប្រាស់ Excel យើងប្រើរូបមន្តមិនហើយយើងអាចប្រើវាគណនាតាមវិធីណាបាទអញ្ចឹងកុំឲ្យខាត់ពេលយើងទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអានេះគឺជាប្រធានបទរបស់ខ្ញុំមានន័យថារាប់ចំនួនបុគ្គលិកទៅតាមឆ្នាំអញ្ចឹងទី1ខ្ញុំមានជាប្រភេទតន័យឈ្មោះបែបនេះបាទនេះជាឈ្មោះបុគ្គលិករបស់ខ្ញុំមានចំនួន12នាក់អញ្ចឹងដូចអ្នកបានឃើញមានចំនួន12នាក់អានេះគឺជាថ្ងៃឆ្នាំកំណើតដែលគាត់កើតបើថាបុគ្គលនេះគាត់កើតនៅថ្ងៃទី1ខែមករា98អញ្ចឹងទៅបុគ្គលទី2កើតថ្ងៃ2ខែមករាឆ្នាំ1999អញ្ចឹងទៅបាទអញ្ចឹងដោយអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអានេះគឺជាថ្ងៃកំណើតរបស់គាត់បាទឥឡូវយើងមើលកន្លែង result របស់យើងអានេះមានន័យថាគឺជាឆ្នាំដែលពួកគាត់បានកើតឆ្នាំ1997 98 99 2000 2001ប៉ុន្តែបើអ្នកទាំងអស់គ្នាមានបន្ថែមឬក៏មានលើសពីនេះអ្នកទាំងអស់គ្នាអាចដាក់តាមទៅលើ sample គំរូរបស់អ្នកទាំងអស់គ្នាបានប៉ុន្តែដោយសារតែនៅក្នុងគំរូឧទាហរណ៍របស់ខ្ញុំមានតែ data តែប៉ុណ្ណេះទេចាប់ពី1997ទៅដល់2001អានេះគឺជាចំនួននៃ step ទៅតាមឆ្នាំនីមួយៗដែលយើងចង់រកបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅរកទាំងអស់គ្នាថាតើគេរកចំនួននៃបុគ្គលិកទៅតាមឆ្នាំហ្នឹងដោយរបៀបណាបាទនៅក្នុងនោះគេប្រើរូបមន្ត2ដែលអាចប្រើបានទី1គឺ sum product មួយទៀតគឺជាដើម្បីរកតកតងមួយចំនួននៃបុគ្គលិកនឹងបានបាទអញ្ចឹងជាដំបូងអ្នកទាំងនេះវាយពាក្យថាស្មើមកអញ្ចឹងនៅកន្លែងនេះខ្ញុំសូមប្រើរូបមន្តមួយមានឈ្មោះថារូបមន្ត sum product អញ្ចឹងអ្នកទាំងនេះគឺ sum product បាទមកដល់ចំណុចនេះមានន័យថាអ្នកទាំងនេះធ្វើការបើកវងកញ្ចក់វាមួយមកប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំសូមធ្វើដាក់សញ្ញាដក2ដងអាហ្នឹងគេហៅថា double negative មានន័យថា double negative ហ្នឹងវាធ្វើការបំលែងតម្លៃរបស់យើងពី true false ទៅជាតម្លៃលេខវិញមានលេខ1លេខ0បើឧទាហរណ៍ទៅបើ true មានន័យថាលេខ1បើ false គឺលេខ0ប៉ុន្តែចំណុចនេះអ្នកខ្លះក៏អត់តន់យល់ប៉ុន្តែខ្ញុំនឹងចេញវីដេអូថ្មីមួយទៀតតាក់ទងជាមួយនឹង double negative ប៉ុន្តែជាជំហានដំបូងអ្នកធ្វើការវាយតាមខ្ញុំមកអានេះមានន័យថាសញ្ញាដកពីរដងនេះគេហៅថា double negative ហើយធ្វើការបើកវងកញ្ចក់អញ្ចឹងដោយសារតែយើងចង់រកឆ្នាំមានន័យថារកឆ្នាំបុគ្គលិករបស់យើងអញ្ចឹងយើងប្រើរូបមន្តមួយទៀតគឺរូបមន្ត year បាទអញ្ចឹងយើងបានរូបមន្ត year ហើយយើងធ្វើការបើកវងកញ្ចក់មកមានន័យថា serial number បាទ serial number មានន័យថាយើងទៅរកឆ្នាំរបស់បុគ្គលិករបស់យើងទាំងអស់អញ្ចឹងកន្លែងនេះដោយសារតែខ្ញុំមានចំនួនបុគ្គលិក12នាក់ហើយក៏ខ្ញុំមានឆ្នាំកំណើតរបស់ពួកគាត់សរុបទាំងអស់ដូចគ្នាអញ្ចឹងអ្នកទាំងនេះធ្វើការ select កន្លែងនេះមក select ទាំងអស់មករួចធ្វើការបិទវងកញ្ចក់មកវិញបាទអញ្ចឹងមកដល់ចំណុចនេះហើយបិទវងកញ្ចក់មកវិញប៉ុន្តែដោយសារតែឆ្នាំរបស់អ្នកទាំងគ្នាមានច្រើនមានឆ្នាំ1998ផង99ផង2000 2001អញ្ចឹងអ្នកទាំងគ្នាចង់ឲ្យអ្នកនេះចង់រកឆ្នាំណាមានថាចង់រកបុគ្គលិកឆ្នាំណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់រកបុគ្គលិកឆ្នាំ1997អ្នកនេះធ្វើការចុចស្មើមកហើយរកឆ្នាំរបស់អ្នកទាំងគ្នាដែលចង់រកអញ្ចឹងខ្ញុំសូមធ្វើការចុចស្មើជាមួយនឹងឆ្នាំ1997អញ្ចឹងឆ្នាំ1997វានៅខ្សែ E5 អញ្ចឹងអ្នកទាំងនេះដាក់ E5 អញ្ចឹងមក
រួចធ្វើការបិទវងកញ្ចក់ពីរដងមកវិញអូមកដល់ចំណុចនេះខ្ញុំ split format អញ្ចឹងខ្ញុំសូមលុប format សិនឲ្យវាទៅជា general វិញព្រោះដោយសារខ្ញុំអត់បាន format បាទអញ្ចឹងមានន័យថាឆ្នាំ1997មានថាមានបុគ្គលិកម្នាក់របស់យើងដែលបានកើតនៅក្នុងឆ្នាំនោះអញ្ចឹងមានថានៅក្នុងទិន្នន័យរបស់យើងសរុប12នាក់ហ្នឹងមានបុគ្គលិកម្នាក់ដែលគាត់បានកើតនៅក្នុងឆ្នាំ1997អញ្ចឹងដោយអ្វីដែលអ្នកគ្នាបានឃើញហើយលោកគៀនគីរ៉ានេះគាត់បានកើតនៅថ្ងៃ1ខែមករាឆ្នាំ1997អញ្ចឹង1998មានប៉ុន្មានអ្នកអញ្ចឹងយើងធ្វើការទាញមកប៉ុន្តែទាញដោយសារតែឥឡូវខ្ញុំសុំស្កាត់ទាញហ្មងទៅអញ្ចឹងអ្នកនរគ្នាឃើញហើយអញ្ចឹងមានន័យថាសរុបរបស់ខ្ញុំ12នាក់អញ្ចឹងមានន័យថាឆ្នាំ1998មាន2នាក់អញ្ចឹងយើងទៅមើល check មើល data របស់យើងថាត្រឹមត្រូវអត់ថាតើឆ្នាំ1998ប្រកាសជាមាន2នាក់មែនអញ្ចឹងនេះលោកឈ្មោះខឹមរតនាគាត់កើតថ្ងៃ1ខែមករាឆ្នាំ1997លោកកញ្ញាសីគឹមឡាងគាត់ឆ្នាំថ្ងៃ23ខែមិថុនាឆ្នាំ1998បាទអញ្ចឹងយើងមានថាបុគ្គលិកតែ2នាក់ទេដែលគាត់កើតនៅក្នុងឆ្នាំ1998ឥឡូវយើងមកមើល1999ម្ដងអញ្ចឹង1999មាន3នាក់អញ្ចឹងទី1ឈ្មោះច័ន្ទតុលានេះគាត់កើតនៅថ្ងៃទី1មករា1999មានកញ្ញាក៏កើត1999សុកតារាកើតឆ្នាំ1999អញ្ចឹងយើងឃើញថាមាន3នាក់ដែលគាត់នៅកើតនៅឆ្នាំ1999អញ្ចឹងយើងទៅមើលឆ្នាំ2000វិញមាន4នាក់អញ្ចឹងឆ្នាំ2000របស់យើងមាន4នាក់អញ្ចឹងទេពធីតានេះកើតឆ្នាំ2000នេះជូធីណាកើតឆ្នាំ2000គីសុកមួយកើតឆ្នាំ2000ហើយនឹងធីសុគន្ធកើតឆ្នាំ2000ដូចគ្នាអញ្ចឹងមានន័យថាវា4នាក់អញ្ចឹងវាត្រូវដោយអ្វីដែលយើងបានកណនីហើយអញ្ចឹងនៅឆ្នាំ2001វិញម្ដងឆ្នាំ2001មាន2នាក់អញ្ចឹងគឹមច័ន្ទធូនេះ2001មានចន្ទថា2001បាទអញ្ចឹងមានន័យថាទិន្នន័យរបស់យើងគឺត្រឹមត្រូវហើយមានថាចំនួន12នាក់នេះគាត់កើតទៅតាមឆ្នាំរៀងខ្លួនរបស់គាត់មាន1997 98 99និង2000និង2001អញ្ចឹងសរុបនៅត្រង់ចំណនេះគាត់12នាក់ដែរបើយើងសាំទៅមានន័យថាបុគ្គលិករបស់យើងកើតទៅតាមឆ្នាំនីមួយៗហ្នឹងមាន12នាក់បាទអញ្ចឹងត្រឹមត្រូវដោយអ្វីដែលមាននៅក្នុងទិន្នន័យសរុបរបស់យើងហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ